អាមេរិកតាមប្រមាញ់នាវាដឹកប្រេងតាមមហាសមុទ្រខណៈអ៊ីស្រាអែលបញ្ជាឲ្យអ៊ីរ៉ង់រំលាយរចនាសម្ព័ន្ធនុយក្លេអ៊ែរអស់បើចង់គេចផុតពីសង្គ្រាមក្នុងសប្តាហ៍នេះពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចាត់វិធានការក្តៅគគុករបស់រដ្ឋាភិបាលលោកដូណាល់ត្រាំលើបណ្ដាប្រទេសដែលរងការដាក់ទណ្ឌកម្មស្របពេលដែលអ៊ីស្រាអែលបានដាក់អសានវិទ្យថ្មីមួយទៀតដែលកាន់តែតឹងរឹងបំផុតទៅលើទីក្រុងតេហរ៉ង់យោងតាមប្រភពសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យទី15ខែកុម្ភៈឆ្នាំ2026កងទ័ពសហរដ្ឋអាមេរិកបានប្រកាសពីប្រតិបត្តិការសម្រុកឡើងលើនាវាដឹកប្រេងក្នុងមហាសមុទ្រឥណ្ឌាដែលជាករណីទី2ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីការតាមប្រមាញ់យ៉ាងស្វិតស្វាញតាំងពីសមុទ្រការ៉ាប៊ីនរហូតដល់មហាសមុទ្រឥណ្ឌានាវាដែលត្រូវបានបិទគប់នោះមានឈ្មោះថា Veronica Sri ដែលមានដោតទង់ជាតិប៉ាណាម៉ាតាមរបាយការណ៍ពី tankertracker.com នាវានេះបានចាកចេញពីប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី3ខែមករាដែលជាថ្ងៃតែមួយនឹងការចាប់ខ្លួនរបស់លោកនីកូឡាស់ ម៉ាដូរ៉ូប្រធានាធិបតីវេណេស៊ុយអេឡានាវានេះបានដឹកប្រេងឆៅចំនួន 1.9 លានបារ៉ែលហើយមានការពាក់ព័ន្ធនឹងបណ្ដាញដឹកជញ្ជូនប្រេងរបស់រុស្ស៊ីនិងអ៊ីរ៉ង់តាំងពីឆ្នាំ2023ក្រសួងការពារជាតិសហរដ្ឋអាមេរិក Pentagon បានបញ្ចេញសេចក្តីថ្លែងការណ៍ដាស់តឿនយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យថាចម្ងាយផ្លូវមិនអាចការពារអ្នកបានឡើយផ្ទៃទឹកអន្តរជាតិមិនមែនជាកន្លែងលាក់ខ្លួនសម្រាប់អ្នកដែលព្យាយាមបំពានបទបញ្ជាកាត់ផ្តាច់កិរិនឋានរបស់ប្រធានាធិបតីត្រាំនោះទេមិនថាលើដីលើអាកាសឬលើសមុទ្រយើងនឹងរងអ្នកឲ្យឃើញហើយនាំយកយុទ្ធធម៌មកឲ្យអ្នកលោក Matt Smith ប្រធានអ្នកវិភាគទិន្នន័យពីក្រុមហ៊ុន Kepler បានប្រាប់ BBC ថាសកម្មភាពបិទគប់របស់អាមេរិកបានធ្វើឲ្យការនាំចេញប្រេងរបស់វេណេស៊ុយអេឡាធ្លាក់ចុះជិតពាក់កណ្ដាលដោយនៅសល់ត្រឹមតែប្រហែលជាង 400,000 បារ៉ែលក្នុងមួយថ្ងៃត្រឹមតែប្រហែល 400,000 បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះក្នុងខែមករាកន្លងទៅនៅត្រៃម្ខាងទៀតនៃភូមិសាស្ត្រនយោបាយយោងតាមប្រភពសារព័ត៌មាន BBC និង Reuters កាលពីថ្ងៃអាទិត្យទី15ខែកុម្ភៈឆ្នាំ2026ដដែលនេះលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងសន្ទរកថាយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខអង្គការ Chief ក្នុងសហរដ្ឋអាមេរិកលោកបានបញ្ជាថារាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវតែបង្ខំឲ្យមានការរំលាយចោលទាំងស្រុងនៅរចនាសម្ព័ន្ធមិនមែនត្រឹមតែការផ្អាកបណ្ដោះអាសន្ននោះទេលោក Netanyahu បានមានប្រសាសន៍ថាត្រូវតែមិនមានសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមនៅសេសសល់ឡើយមិនមែនត្រឹមតែបញ្ឈប់ដំណើរការនោះទេប៉ុន្តែត្រូវតែរំលាយចោលនៅឧបករណ៍និងរចនាសម្ព័ន្ធទាំងឡាយណាដែលអនុញ្ញាតឲ្យអ្នកអាចត្រឡប់មកចម្រាញ់សារជាថ្មីបានទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានបញ្ជាក់ពីប្រទេសស្លូវ៉ាគីថាប្រធានាធិបតីត្រាំចង់បានវិធីសាស្ត្រការទូតជាចម្បងទោះជាយ៉ាងណាអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចំនួន2គ្រឿងចូលទៅគៀកតំបន់មជ្ឈិមបូព៌ាដើម្បីត្រៀមលក្ខណៈសម្រាប់គ្រោះថ្នាក់ណាមួយយោងតាមសារព័ត៌មាន The Time of Israel ចុះផ្សាយកាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2026អាមេរិកបានបញ្ជូនបុគ្គលិកជំនិតរបស់លោកត្រាំគឺលោក Steve Witkoff និងកូនប្រសារលោកគឺលោក Jared Kushner ឲ្យទៅជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នៅប្រទេសស្វីសនៅថ្ងៃអង្គារនេះយុទ្ធសាស្ត្រនេះបង្ហាញពីការសហការគ្នាយ៉ាងស្អិតល្មួតរវាងកម្លាំងបាយរបស់សហរដ្ឋអាមេរិកនៅតាមសមុទ្រនិងកម្លាំងនយោបាយរបស់អ៊ីស្រាអែលលើឆាកអន្តរជាតិការតាមប្រមាញ់នាវាដឹកប្រេងគឺជាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចខណៈការទាមទារឲ្យរំលាយចោលនៅរចនាសម្ព័ន្ធនុយក្លេអ៊ែរគឺជាការកាត់ផ្តាច់មហិច្ឆតាយោធារបស់អ៊ីរ៉ង់ខ្ញុំតារាពី RTNews TV